Salam បងប្អូនឥឡូវនេះគឺខ្ញុំផ្អើលថាសាំងនឹងថ្លៃជាពិសេសនៅទីក្រុង Seattle នេះណាគេថាសាំងតាមតែខ្ញុំមើលតាមក្រាស់សាំងនេះជាពិសេសនៅ Costco 1 gallon តែជា3លីត្រចឹងណាហើយតម្លៃវាប្រហែលជា6រៀលហើយឥឡូវហ្នឹងម្នាក់ម្សិលមិញហ្នឹងមកសួរខ្ញុំថាអញ្ចឹងសម្រាប់ឯងហ្នឹងជិះកង់ផងធ្វើជីបើផងធ្វើរបៀបមិនចឹងណាតាមការពិតទៅគឺខ្ញុំក៏នៅរៀនដែរហើយខ្ញុំនៅស្ទង់មើលកម្លាំងរបស់ខ្លួនឯងថាទៅមុខរួចមិនរួចអញ្ចឹងណាប៉ុន្តែតាមតបពិសោធន៍របស់ខ្ញុំសូមឲ្យយោបល់ថាបើសិនបងប្អូនណាចង់ជិះកង់ទៅធ្វើការអញ្ចឹងណាសូមយកទៅដូចជាកង់អង្គុយវិញឬក៏ថាម៉ូតូណាព្រោះអីមានការងាយស្រួលក្នុងការធ្វើដំណើរអញ្ចឹងណាមួយយើងអាចស្ទង់មើលកន្លែងនិយាយថាយើងអាចជិះបានថាមានសុវត្ថិភាពអញ្ចឹងទៅឬក៏ថាស្ទង់កម្លាំងរបស់ខ្លួនឯងសម្រាប់ខ្ញុំនៅពេលនេះខ្ញុំយកកង់ធម្មតាព្រោះអីខ្ញុំចង់មានការ exercise ហើយនឹងហាត់ប្រាណអីអញ្ចឹងណាដើម្បីខ្ញុំបាច់ញើសព្រោះពេលខ្ញុំប្រើកង់អង្គុយខ្ញុំបាច់ញើសហើយព្រោះខ្ញុំពឹងលើអង្គុយនឹងច្រើនពេកហើយម្យ៉ាងទៀតហ្នឹងកង់ធម្មតាគឺវាស្រាលជាងកង់អង្គុយណាអញ្ចឹងមានន័យថាគឺខ្ញុំហ្នឹងបើសិនថាខ្ញុំហត់ខ្ញុំអាចលើកវាចុះឡើងលើបឺហើយដោយស្រួលបំផុតហើយម្យ៉ាងទៀតខ្ញុំមកបារម្ភមើលថាថ្មអស់អីចឹងណាហើយម្យ៉ាងទៀតខ្ញុំសំណែនាំបើសិនបងប្អូនចង់ទិញកង់មិនថាកង់អង្គុយឬកង់ធម្មតាណាសូមទៅហាងផ្ទាល់ព្រោះអីហ្នឹងទៅដល់កន្លែងហាងគេហ្នឹងគឺគេវាស់កម្ពស់របស់យើងហើយនឹងវាស់កម្ពស់កង់កុំឲ្យថាទិញកង់មកទូចពេកធំពេកចឹងទៅអញ្ចឹងក៏ពិបាកជិះដែរហ្នឹងបងប្អូននេះគឺជាជីវិតរបស់ខ្ញុំជិះកង់នៅសហរដ្ឋអាមេរិកទៅធ្វើការហើយបើសិនខ្ញុំនិយាយខុសឬក៏លើសលួសអីហ្នឹងសូមមេត្តាអធិស្ឋានឲ្យផងនៅពេលនេះខ្ញុំសូមជម្រាបលាស្លាមអាឡៃគុំ